បាទព័ត៌មានក្តៅបងប្អូនអរគ្នាកាលពីម្សិលមិញនេះថ្ងៃទី22ខែមេសាបាទយើងឃើញថាប្រជាជនថៃជាច្រើនបានសម្រុកទៅធ្វើពិធីសាសនានៅក្នុងតំបន់ប្រាសាទតាក្របីរបស់កម្ពុជាមានជាការដង្ហែក្បួនបាទធ្វើពិធីសាសនាអ្វីមិនដឹងទេនៅក្នុងបាទទីតាំងដែលជាបាទប្រាសាទតាក្របីរបស់ខ្មែររបស់យើងនោះបាទដល់ឡែកដំណឹងទី2បងប្អូនគឺតាក់ទងជាមួយនឹងរឿងដ៏អាម៉ាស់បំផុតរបស់ថៃបាទដែលតាក់ទងជាមួយនឹងរោងចក្រថៃពីរកន្លែងឯណោះត្រូវបានរកឃើញថាជារោងចក្រដែលផលិតរបស់คล้ายៗបាទរោងចក្រនោះគឺជារោងចក្រផ្គត់ផ្គង់ដូងក្រអូបដ៏ធំបំផុតរបស់ថៃបាទបែរជារកឃើញថាបានផលិតដូងក្រអូបនោះគឺទឹកដូងคล้ายៗលាយសារធាតុគីមីហើយលក់ទៅកាន់ទីផ្សារជុំវិញពិភពលោកទៅទៀតបាទបងប្អូនអរគ្នាគឺនេះគឺជាបាទព័ត៌មាននៃព្រឹកនេះបាទបងប្អូនជាទីគោរពរាប់អានកាលពីថ្ងៃទី22បាទខែមេសាឆ្នាំ2026ម្សិលមិញនេះបាទយើងឃើញថាមានដំណឹងឬក៏ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្ដាញសង្គមដែលមានការបាសែបន្តបន្ទាប់គ្នាច្រើនមែនទែនអំពីសំណាក់បាទប្រជាពលរដ្ឋខ្មែរយើងនោះគឺតាក់ទងជាមួយនឹងពិធីសាសនាឬក៏ការដង្ហែក្បួនយ៉ាងកក្រឹកកក្រែងតែម្ដងអំពីសំណាក់បាទប្រជាជនរបស់ចៅសៀមដែលជាប្រជាជនជ្រុលនិយមបាទមានប្រជាពលរដ្ឋថៃរាប់រយនាក់បានប្រមូលផ្ដុំគ្នាបាទឡើងទៅកាន់តំបន់ប្រាសាទតាក្របីដើម្បីធ្វើពិធីបូជាថ្វាយគ្រឿងសក្ការៈនិងគោរពទៅកាន់វិញ្ញាណក្ខន្ធរបស់ទាហានថៃដែលងាប់តៃហោងនៅក្នុងបាទតំបន់ប្រាសាទតាក្របីបងប្អូនយើងមើលឃើញថាបាទមានការរៀបចំយ៉ាងល្អមែនទែនតាក់ទងជាមួយនឹងបាទនៅក្នុងតំបន់ប្រាសាទតាក្របីនោះក៏ដូចជាមានការធ្វើផ្លូវដើម្បីឲ្យបាទប្រជាជនរបស់ពួកអាចារ្យសៀមនោះវាងាយស្រួលនៅក្នុងការឡើងទៅកាន់តំបន់ប្រាសាទតាក្របីនោះផងដែរបងប្អូនរូបភាពនេះគឺជារូបភាពដែលបងប្អូនខ្មែរយើងបាទពិតជាឈឺចាប់មែនទែនទៅនឹងបាទអ្វីដែលគេបានធ្វើមកលើទឹកដីរបស់យើងនេះបាទហើយបងប្អូនគ្នាកុំភ្លេចបាទ share វីដេអូនេះម្នាក់មួយទៅដើម្បីឲ្យបងប្អូនជនរួមជាតិយើងបានដឹងឬក៏បានឃើញអំពីសកម្មភាពឬក៏ទង្វើរបស់ពួកអាចារ្យសៀមវាបានធ្វើមកលើទឹកដីកម្ពុជារបស់យើងបាទបងប្អូនអាចឃើញនេះគឺជាសកម្មភាពដែលខ្ញុំបានបង្ហាញក៏ដូចជារូបភាពនេះគឺពិតជារូបភាពដែលបាទយើងឈឺចាប់ខ្លាំងមែនទែនតាក់ទងជាមួយនឹងសកម្មភាពរបស់ពួកចៅសៀមវាបានធ្វើមកកាន់ទឹកដីរបស់យើងក៏ព្រោះតែយើងមិនអាចធ្វើអ្វីពួកវាបានបងប្អូនតាក់ទងជាមួយនឹងសកម្មភាពរបស់ក្រុមពួកចៅសៀមនេះបើតាមការវិភាគរបស់អ្នកវិភាគនយោបាយបានបញ្យល់ថាសកម្មភាពទាំងនេះគឺជាយុទ្ធសាស្ត្រមួយដែលគេហៅថាការបង្កើតភាពជាក់ស្ដែងនៅលើដីមានន័យថាពួកបាទសៀមឬក៏ពួកថៃនេះវាកំពុងតែបង្កើតភាពពិតនៅលើដីបាទនេះគឺគេចង់បាទបង្កើតបាទរូបភាពឬក៏បាទហេដ្ឋារចនាសម្ព័ន្ធអីផ្សេងទៅកាន់តំបន់នោះដើម្បីបញ្ជាក់ថាគេគឺពិតជាម្ចាស់ដែលបានបាទកាន់កាប់ឬក៏គ្រប់គ្រងនៅក្នុងតំបន់មួយកន្លែងហ្នឹងបាទខាងយោធាឬក៏ក្រមប្រទេសថៃនេះបាទគេគ្រោងនឹងបើកឲ្យប្រជាជនរបស់គេបាទចូលទៅទស្សនាឬក៏គោរពបូជាទៅកាន់តំបន់នោះបាទជាសាធារណៈនៅក្នុងពេលឆាប់បាទអាចនឹងបើកឲ្យមានភ្ញៀវទេសចរអាចចូលទៅលេងឬក៏ទស្សនាដោយផ្ទាល់នៅក្នុងតំបន់នោះផងដែរបងប្អូននេះគឺជាដំណឹងទី1ដែលខ្ញុំបានបង្ហាញឬក៏អានជាអត្ថបទឲ្យបងប្អូនបានដឹងរួចមកហើយបាទដែលតាក់ទងជាមួយនឹងសកម្មភាពនានារបស់ខាងក្រមជ្រុលនិយមដែលជាប្រជាជនមួយក្តាប់តូចរបស់ថៃបាទកំពុងតែឆ្លក់វង្វេងនៅកាន់បាទគេហៅថាការវង្វេងប្រវត្តិសាស្ត្រដែលបានធ្វើពិធីសាសនាបាទនៅលើទឹកដីឬក៏ជាប្រាសាទរបស់កម្ពុជារបស់យើងបងប្អូនឥឡូវនេះយើងបន្តទៅកាន់ដំណឹងទី2ដែលតាក់ទងជាមួយនឹងបាទរឿងដ៏អាម៉ាស់បំផុតរបស់ថៃដែលត្រូវបានរកឃើញនៅពេលថ្មីនេះបាទដែលតាក់ទងជាមួយនឹងរោងចក្របាទធំចំនួន2ដែលជារោងចក្រផ្គត់ផ្គង់ដូងក្រអូបដ៏ល្បីនៅក្នុងប្រទេសថៃត្រូវបានរកឃើញថាបានផលិតនៅទឹកដូងដែលគ្មានគុណភាពឬក៏ជាទឹកដូងคล้ายៗហើយក៏បានលក់ទៅកាន់បាទទីផ្សារពិភពលោកផងដែរបាទអាជ្ញាធរថៃបានចុះទៅបង្ក្រាបរោងចក្រពីរកន្លែងដែលជារោងចក្រដ៏ធំមែនទែននៅក្នុងប្រទេសថៃនៅក្នុងតំបន់សមុទ្រប្រាកានកាលពីខែមេសាឆ្នាំ2026បាទគេសម្គាល់ថាតំបន់នោះគឺជាតំបន់ដែលបានផ្គត់ផ្គង់ដូងក្រអូបដ៏ធំបំផុតនៅថៃហើយក៏បានរកឃើញថារោងចក្រទាំងពីរដែលត្រូវបានរកឃើញនោះគឺបានផលិតទឹកដូងដោយគ្មានគុណភាពឬក៏ជាទឹកដូងដែលជាទឹកដូងคล้ายៗបងប្អូនបើសិនជានិយាយឲ្យងាយយល់ទៅគឺគេយកបាទទឹកធម្មតាឬក៏ទឹកកណ្ដូងយកទៅលាយជាមួយនឹងបាទសារធាតុគីមីដែលមានក្លិនសិប្បនិមិត្តក្លិនដូងអញ្ចឹងណាហើយក៏បន្ថែមសារធាតុឬក៏រសជាតិឲ្យដូចទៅនឹងទឹកដូងពិតៗហើយមួយទៀតដើម្បីឲ្យរសជាតិនឹងវាដូចដូងពិតៗអញ្ចឹងទៅគេក៏បានប្រើទឹកដូងពិតប្រាកដនោះបន្តិចបន្តួចចូលទៅក្នុងបាទសារធាតុដែលគេបានលាយនោះផងដែរបន្ទាប់មកគេក៏បានបាទវិចខ្ចប់ឬក៏
ច្រកដូងនោះចូលទៅក្នុងដបដើម្បីយកទៅលក់នៅតាមបណ្ដោយទីផ្សារជុំវិញពិភពលោកមិនថានៅក្នុងស្រុកក៏ដូចជាក្រៅស្រុកអីចឹងទៅបាទសម្រាប់បងប្អូនដែលធ្លាប់បានបាទពិសាទឹកដូងរបស់ថៃនេះបាទកុំភ្លេច comment នៅខាងក្រោមផងថាតើរសជាតិវាយ៉ាងម៉េចបាទអាទឹកដូងคล้ายៗអាទឹកដូងរបស់ចៅហ្នឹងបាទបងប្អូនតាក់ទងជាមួយនឹងរឿងមួយនេះគឺធ្វើឲ្យបាទប្រទេសថៃប្រទេសចៅសៀមនេះគឺបាក់មុខខ្លាំងមែនទែនក៏ដោយសារតែបាទប្រទេសថៃនេះក៏ជាប់ឈ្មោះជាប្រទេសបាទមួយដែលជាប្រទេសដែលផ្គត់ផ្គង់បាទទៅកាន់ទឹកដូងក្រអូបនៅក្នុងតំបន់បាទទទួលបានបាទគេឈ្មោះល្បីល្បាញមែនទែនប៉ុន្តែបែរជាត្រូវបានរកឃើញថាបានលក់ទៅកាន់ទឹកដូងคล้ายៗគ្មានគុណភាពដើម្បីទាំងបោកប្រាស់បាទអតិថិជនទៅវិញបាទបងប្អូននេះគឺជាព័ត៌មាននៅថ្ងៃនេះហើយកុំភ្លេចបាទ Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតជម្រាបលា